ở hơi thì lại cành đầy rồi cái đá lên đâm chết rồi đá to chọcបាទហើយត្រង់ចំណុចដែលខ្ញុំកំពុងតែឈរនេះគឺនៅខាងតំបន់ដៃប្រាឃើញថារូបភាពស្ពាននៅតំបន់នេះគឺដូចគ្នាបាទធ្វើឲ្យជិតរួចរាល់ហើយគឺមានចាក់បេតុងនៅតាមសងខាងផ្លូវនិងក្រោមស្ពានចាក់ហើយគឺឡើងតែកាន់ដៃស្ពានការឧបស៊ូនៅលើស្ពានការបន្ថែមហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីឲ្យឃើញថាស្ពានភាពស្រស់ស្អាតនៅពេលដែលស្ពាននេះធ្វើឲ្យបាទបើសិនជាបងប្អូនឆ្លងពីខាងចាក់រ៉េក្រោមនៅត្រើយខាងនោះឆ្លងស្ពានមកឡើងមកត្រង់រហូតគឺបងប្អូននឹងមកដល់ត្រង់ចំណុចនេះបាទនឹងបង្ហាញបងប្អូនបន្តិចទៀតមកដល់ត្រង់ចំណុចនេះគឺមកដល់រង្វង់មូលបើសិនជាបងប្អូនចាក់ទៅត្រង់ទៀតគឺចាក់ចូលទៅក្នុងបូរីពេញហួតតែម្ដងបាទហើយអាចឡើងទៅលើទៅដល់ផ្លូវជាតិលេខ1តែម្ដងនេះត្រង់ចំណុចរង្វង់មូលខាងនេះបាទបាទបងប្អូនអាចទស្សនាបាននេះជាទិដ្ឋភាពនៅត្រង់ចំណុចកណ្ដាលស្ពានបងប្អូនឃើញហើយនេះគឺជាដំណភ្ជាប់ស្ពានទាំងមូលបាទឃើញថាចិត្តរួចរាល់ហើយបាទហើយស្ពាននេះដែរគឺក្រុងនឹងបញ្ចប់នៅឆ្នាំ2027ខាងមុខនេះហើយបាទគឺថាគៀកមែនតែនហើយបងប្អូនអាចនឹងបានធ្វើការឆ្លងកាត់និងធ្វើដំណើរនៅតាមស្ពាននេះគឺថាបងប្អូននៅតំបន់នេះនឹងមានភាពងាយស្រួលជាងមុនបាទមិនចំណាយពេលយូរអាចកាត់បន្ថយថវិកាបានច្រើនបាទពីមុនបើសិនជាយើងចង់ធ្វើដំណើរទៅកាន់ EON 3បាទយើងនឹងធ្វើការវាងតាមជិះតាមស្ពានច្បារអំពៅជំរើសទី1បើជំរើសទី2យើងអាចធ្វើដំណើរទៅតាមស្ពានព្រែកសំរោងកាត់តាមតាខ្មៅណាបងប្អូនបាទមួយរយៈចុងក្រោយនេះយើងមើលឃើញថារាជធានីភ្នំពេញយើងមានការអភិវឌ្ឍខ្លាំងមែនទែនបាទក្រៅពីស្ពានព្រែកប្រាចាំងអង្រែក្រោមនេះដែរគឺរាជរដ្ឋាភិបាលឥឡូវកំពុងតែធ្វើការសិក្សានៃការសាងសង់ស្ពានដែលឆ្លងកាត់ពីតំបន់ក្រែកតកុយវាលស្បូវនៅខណ្ឌច្បារអំពៅយើងហ្នឹងបាទឆ្ពោះទៅកាន់ក្រុងអរិយក្សត្របាទនេះគឺជាដំណឹងហើយជាគម្រោងដែលកំពុងតែសិក្សាទេហើយកាលបរិច្ឆេទនៃកំណត់នៃការចាប់ផ្ដើមសាងសង់នៅពេលណានោះគឺយើងនឹងរងចាំព័ត៌មាននៅពេលខាងមុខបន្តទៀតបាទនៅផ្នែកខាងក្រោមស្ពានគឺខាងក្រុមជាងបានចាក់បេតុងរួចរាល់អស់ហើយបាទ